សួរបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមបង្ហាញពីមុខម្ហូបមួយមុខដែលមានឈ្មោះថាបង្គាបំពងជាមួយនឹងប័របង្គាខ្ញុំប្រើចំនួន1គីឡូធ្វើការកាត់ព្រុយនិងវះខ្នងវាចេញដើម្បីយកដីយើងបន្តធ្វើរបៀបនេះរហូតទាល់តែបង្គាយើងបានអស់ទាំងនេះគឺជាបង្គាដែលយើងបានវះរួចរាល់អស់ហើយដោយសារតែថាសយើងរៀងទូចខ្ញុំធ្វើការផ្ទេរជា2យើងប្រើម្សៅពោត1ស្លាបព្រាបាយក្នុង1ថាសហើយធ្វើការច្របល់ដើម្បីឲ្យម្សៅនិងបង្គាខំជាប់គ្នាបានល្អឥឡូវឆ្នាំងរបស់យើងក្តៅបន្ទាប់ពីឆ្នាំងក្តៅហើយយើងប្រើប្រេងក្នុងបរិមាណល្មមដើម្បីដាក់បំពងបង្គានោះឥឡូវឃើញថាបង្គារបស់យើងមានពណ៌ក្រហមព្រឿងយើងធ្វើការស្រង់បង្គានោះចេញដោយសារតែឆ្នាំងរាងទូចយើងធ្វើម្ដងបន្តិចដាក់ចឹងណាដើម្បីឲ្យបង្គាយើងបំពងទៅវាស្រួយល្អចំពោះការប្រើភ្លើងបងប្អូនត្រូវដាក់ភ្លើងឲ្យក្តៅខ្លាំងទើបដាក់បង្គាចូលនេះគឺជាបង្គាដែលយើងបានបំពងរួចរាល់យើងទុកមួយឡែកសិនឥឡូវមករៀបចំគ្រឿងមានម្សៅស៊ុបកន្លះស្លាបព្រាបាយអំបិល1ស្លាបព្រាកាហ្វេស្ករស1ស្លាបព្រាកន្លះកាហ្វេនិងស្លឹកកន្ទ្រុបក្នុងបរិមាណល្មមជាបន្តមកទៀតយើងយកពងទាចំនួន4គ្រាប់ដែលគួរយកតែផ្នែកពណ៌លឿងបន្ទាប់ពីវាយរួចរាល់អស់ហើយយើងទុកពងទានោះមួយឡែកសិនឥឡូវយើងប្រើប្រេងក្នុងបរិមាណបន្តិចបើយើងប្រើចំនួន100ក្រាមកូរឲ្យរលាយជាបន្តមកទៀតយើងយកគ្រឿងដែលបានរៀបចំនោះមកចាក់បញ្ចូលចំពោះពងទាយើងបង្ហូរបន្តិចម្ដងដូចរូបភាពដែលខ្ញុំបានបង្ហាញនៅចំណុចនេះបងប្អូនយើងចំណាយពេលបន្តិចដោយសារតែតម្រាំតែពងទានោះអស់អញ្ចឹងណាយើងកូរវឹកដូចវីដេអូដែលខ្ញុំបានបង្ហាញយើងកូររហូតទាល់តែពងទានោះចេញពពុះចំពោះស្លឹកកន្ទ្រុបខ្ញុំប្រើចំនួន10-20ស្លឹកអញ្ចឹងណាហើយយើងធ្វើការភ្លក់រសជាតិដោយសារតែរសជាតិរៀងស្ទើរស្ករខ្ញុំបន្ថែមស្ករបន្តិចហើយយើងធ្វើការកូរវឹករហូតទាល់តែពងទានោះពពុះល្អឥឡូវពងទាបានពពុះល្អហើយយើងយកបង្គាមកចាក់បញ្ចូលនៅពេលដែលបងប្អូនចាក់បង្គាចូលឆាត្រឡប់ម្ដង2ដងបងប្អូនត្រូវបិទហ្គាសពីព្រោះកុំឲ្យពងទានោះខ្លោចហើយយើងធ្វើការលើកដាក់ចុះជាការស្រេចចំពោះរសជាតិគឺបងប្អូនដាក់ទៅតាមតម្រូវការរបស់បងប្អូនអញ្ចឹងណាឥឡូវយើងមកធ្វើការរៀបចំដាក់ចានដើម្បីភ្លក់រសជាតិទាំងអស់គ្នាជ្រាបក្នុងឱកាសនេះផងដែរក៏សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាពីដើមទីរហូតដល់ទីបញ្ចប់ចំពោះបងប្អូនដែលមានចម្ងល់ទាក់ទងនឹងការធ្វើសូមខមមិននៅខាងក្រោមវីដេអូយើងខ្ញុំនឹងទទួលស្វាគមន៍រាល់ខមមិនរបស់បងប្អូនហើយក៏សូមអធិស្ឋាននៅរាល់ចំណុចដែលខ្វះខាតតោះបងប្អូនភ្លក់រសជាតិទាំងអស់គ្នារសជាតិគឺល្មមឆ្ងាញ់ស្រួយឈ្ងុយឆ្ងាញ់អរគុណកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នានៅថ្ងៃឈប់សម្រាកជូនពរបងប្អូនទាំងអស់គ្នាមានសុខភាពល្អ